អ្នកជំនាញបានប្រាប់ឲ្យដឹងថាទម្លាប់3នេះវានឹងជួយឲ្យអារម្មណ៍កាត់ stress ធ្វើឲ្យចិត្តរបស់អ្នកស្ងប់ធ្វើឲ្យចិត្តរបស់អ្នករីករាយពេញមួយថ្ងៃអារម្មណ៍តានតឹងនឹង stress ព្រោះតែថាមពលអារម្មណ៍របស់អ្នកចុះខ្សោយនិងច្របូកច្របល់អារម្មណ៍នៅក្នុងកិច្ចការជាច្រើនក្នុងពេលតែមួយជាពិសេសពេលល្ងាចតែម្ដងពេលដែលធ្វើឲ្យអ្នកមួយចំនួនមានអារម្មណ៍ប្រញាប់ពេកបើអ្នកមានបញ្ហាបែបនេះអ្នកគួរតែធ្វើបែបណាចម្លើយគឺថាពេលអ្នកធ្វើតាមទម្លាប់ទាំង3នេះផ្លូវចិត្តក៏ស្ងប់ហើយចិត្តរបស់អ្នកក៏រីករាយផងដែរទី1ចូលប្រមូលអារម្មណ៍បាញ់លើរឿងតែមួយមនុស្សដែលគ្មានលំហូរចិត្តនៅក្នុងការរស់នៅងាយនឹង stress ងាយនឹងបាត់បង់ទំនុកចិត្តលើខ្លួនឯងណាស់ព្រោះតែចិត្តសម្បូរបញ្ហាច្រើនជាន់ពេកបើអ្នកចង់ដោះស្រាយបញ្ហាលើរឿងនេះចូលប្រមូលអារម្មណ៍ផ្ដោតលើរឿងតែមួយបានហើយអារម្មណ៍អត់ stress នឹងមានថាមពលថែមទៀតផងតាមចិត្តវិទូអាមេរិកលោក Mike Harley បានឲ្យនិយមន័យថាលំហូរចិត្តនេះគឺការផ្ដោតអារម្មណ៍ឲ្យស៊ីជម្រៅលើសកម្មភាពណាដែលយើងសុខចិត្តធ្វើការលះបង់ដើម្បីក្តីរីករាយក្តីស្ងប់ចិត្តដោយលំហូរសន្សឹមធ្វើកិច្ចការម្ដងគ្មានចិត្តបង្ខំក្នុងកិច្ចការងារនោះទេទី2សម្រាកខ្លះហើយចាំសម្រុកតាមលោក Leo Babauta ជាអ្នកចិត្តវិទ្យាបានលើកឡើងអំពីដំណោះស្រាយបញ្ហាផ្លូវចិត្តដែលធ្វើឲ្យចិត្តស្ងប់បើជីវិតយើងពោពេញទៅដោយបញ្ហាស្មុគស្មាញនិងការងារបន្ទាន់ភ្លាមហើយអារម្មណ៍ច្របូកច្របល់វាមិនដឹងថាធ្វើកិច្ចការណាមួយទុកកិច្ចការណាមួយនោះទេវិធីដោះស្រាយដ៏សាមញ្ញមួយដកខ្លួនចេញពីការងារទាំងអស់រួចដកដង្ហើមចេញចូលមួយប្រហែល 2-3 នាទីនិងអាចដើរលេងបន្តិចដើម្បីបន្ធូរអារម្មណ៍ឲ្យធូរស្រាលហើយចាំមកគិតលើការងារនេះវិញខួរក្បាលរបស់អ្នកនឹងផលិតគំនិតថ្មីចេញមកជាក់ជាមិនខានឡើយពេលចិត្តស្ងប់អ្នកនឹងដឹងថាកិច្ចការមួយណាសំខាន់មួយណាមិនសូវសំខាន់ហើយអ្នកត្រូវរៀបចំតាមលំដាប់កិច្ចការនីមួយរួចធ្វើតែម្ដងវានឹងជួយឲ្យអារម្មណ៍របស់អ្នកស្រឡះនិងគ្មានភាពស្មុគស្មាញនោះទេទី3ស្ដាប់តន្ត្រីរំសាយទុក្ខកង្វល់តាមប្រភពគេហទំព័រ Headline បានចុះផ្សាយថាពេលអ្នកមានកំហឹង stress អារម្មណ៍តានតឹងការស្ដាប់តន្ត្រីជាមួយនឹងភ្លេងកំដរអារម្មណ៍វាអាចលុបបំបាត់ stress និងបញ្ហាអារម្មណ៍ផ្សេងៗទាំងមូលបានមួយរយៈផងដែរការធ្វើបែបនេះវាជាវិធីសាស្ត្រដ៏សាមញ្ញមួយដើម្បីកម្ចាត់អារម្មណ៍មិនល្អចេញឲ្យអារម្មណ៍អ្នករីករាយមានប្រសិទ្ធភាពបានលឿនយើងត្រូវតែដឹងថាសិល្បៈតន្ត្រីជាគ្រឿងលួងលោមចិត្តដ៏ពូកែបំផុតធ្វើឲ្យអ្នកសប្បាយរីករាយបាត់ stress និងរំភើបញាប់ញ័រទៅតាមតន្ត្រីផងដែរដូច្នេះតន្ត្រីជាទម្រង់មួយនៃសិល្បៈដើម្បីជួយឲ្យអ្នកបានបន្ធូរអារម្មណ៍ខឹងនិងកាត់បន្ថយ stress បានយ៉ាងល្អបំផុត